វិជាបាញ់ញើសត្រជាក់ទាំងដែលខ្លួនគ្មានកម្ដៅបន្ទាប់ពីបានឃើញសេចក្តីប្រកាសសង្គ្រាមបច្ចេកវិទ្យាពីឋានសួគ៌ដែលលោតឡើងលើកញ្ចក់វ៉ែនតារបស់គេក្នុងនាមជា CEO នៃក្រុមហ៊ុន Ghostfire គេដឹងច្បាស់ថាការម៉ាផេមិនមែនគ្រាន់តែជាappធម្មតានោះទេប៉ុន្តែវាគឺជាអាវុធមហាប្រឡ័យដែលយករឿងបុណ្យបារមីមកធ្វើជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនឲ្យចាក់ចេញពីប្រព័ន្ធបាបកម្មរបស់គេសូវ៉ាន់ដែលជា CTO ខ្មោចតៃហោងដែលទើបរអ៊ូរឿងប្រាក់ខែមើលទៅអេក្រង់កុំព្យូទ័រយូដៃធ្វើពីក្រដាសសែនរបស់គេដោយក្តីបារម្ភបំផុតមេចំនួនអ្នកប្រើប្រាស់ Ghostfire ក្នុងសង្កាត់អវិជ័យកំពុងធ្លាក់ចុះដល់ទៅ 40% ព្រោះពួកខ្មោចដែលធ្លាប់ទៅចូលចិត្តមើលរឿងភាគខ្មោចចាប់ផ្ដើមនាំគ្នាទៅធ្វើសមាធិនិងធ្វើបុណ្យតាមអនឡាញដើម្បីយក Karma Point ពី Karma Pay ទៅដូរយកអ៊ីនធឺណិតល្បឿនលឿនពីឋានសួគ៌អស់ហើយឥឡូវគ្មានខ្មោចណាចង់សន្សំបាបដើម្បីបាន Wi-Fi យើងទៀតទេវិជាតែទុកផ្ទាំងថ្មភពមួយផុសធ្វើឲ្យផ្សែងធូបដែលគេប្រើសម្រាប់ផ្ដល់ធម្មពលការិយាល័យហុយត្រឡងពេញបន្ទប់មិនបានទេយើងត្រូវតែទប់ទល់តាមបែបមូលធននិយមដេតខាតបើពួកវាលេងសិលធម៌នាំខ្មោចទៅឋានសួគ៌យើងត្រូវលេងយុទ្ធសាស្ត្រ Incentive ដើម្បីរក្សាអ្នកប្រើប្រាស់ឲ្យនៅឋាននរកជាមួយយើងតទៀតសូវ៉ាន់ឯងបញ្ញត្តិកូដ Fun Time នៅមុខងារ Sinback ភ្លាមឲ្យតែខ្មោចណាមានបាបកម្មកាន់តែក្រោះឬឧស្សាហ៍ទៅលងមនុស្សបំភ័យឲ្យគេចងចាំយើងនឹងផ្ដល់ cashback ជាគ្រឿងសំណែន 5% ត្រឡប់ទៅវិញហើយបើពួកគេអាចបបួលមិត្តភក្តិខ្មោចឲ្យមកចោះឈ្មោះប្រើ app យើងបានកាន់តែច្រើនយើងនឹងផ្ដល់ប្រឡងពីមៀមដែលអាចឲ្យពួកគេចូលសន្ធិដ្ឋក្នុងតួអង្គ idol កូរ៉េដែលកំពុងល្បីខ្លាំងបានម្នាក់15នាទីក្នុងមួយថ្ងៃខណៈនោះវិជាបានប្រញាប់រត់ទៅរកខ្មោចសថៃម្នាក់ដែលកំពុងអង្គុយបកផ្លិតមាសធ្វើពីក្រដាសដុតយ៉ាងរំភើយបងធំពេលនេះដល់ដំណាក់កាលសង្គ្រាមទីផ្សាររវាងឋានសួគ៌និងឋាននរកហើយខ្ញុំត្រូវការ Series A funding ជាបន្ទាន់បំផុតដើម្បីដុតលុយដណ្ដើមទីផ្សារមកវិញបងជួយចូលសន្ធិដ្ឋក្នុងចិត្តកូនចៅបងក្នុងស្ពេញឲ្យពួកវាប្រញាប់ដុត cloud server ក្រដាស Mac ជង្គឲ្យបងអស់មកឲ្យខ្ញុំ 2-3 គ្រឿងមកខ្ញុំនឹងធ្វើឲ្យ Ghostfire คล้ายជា unicorn តែមួយគត់ក្នុងឋាននរកនេះដែលសំបីតែពួកទេវតាដែលធន់ទ្រាំនឹងច្រៀងសុគាក៏ចាំមកការតាសេវាកម្មកំសាន្តរកអៀងដែរខ្មោចសថៃសម្លឹងមើលផែនការអាជីវកម្មលើក្រណាត់សរបស់វិជារួចក្រវីក្បាលហួចចិត្តជាខ្លាំងអញទៅតែដឹងថាសូម្បីតែងាប់ទៅហើយក៏នៅតែមិនអាចគេចផុតពីពួក CEO សម្ដីផ្អែមដោយឯងទៀតចុះបើក្រុមហ៊ុនឯងដួលរលំតើឯងបានអីមកវិញនៅទីនេះគ្មានច្បាប់ការពារអ្នកវិនិយោគទេណាវិជាឆ្លើយទាំងទឹកមុខមកមុតបងនឹងទទួលបានគេរកឈ្មោះជាប៊ីដាវិនិយោគិននៃភពអវ័យជីដែលសូម្បីតែស្ដេចយមរាជក៏ត្រូវក្រែងចិត្តហើយសុំសេវា Wi-Fi free ពីបងដែរនេះជាឱកាសមាសដែលមិនងាយមានទេការិយាល័យខ្មោច Startup ចាប់ផ្ដើមមានភាពវឹកវរខ្លាំងលើសស្ដាមបុគ្គលិកខ្មោចទាំងអស់ត្រូវបង្ខំចិត្តធ្វើការ24ម៉ោងគ្មានឈប់សម្រាកព្រោះវិជាយល់ថា Passion គឺជាធម៌ពលខ្លាំងជាងបុណ្យបារមីសូវ៉ាន់ CTO ខ្មោចភ្នែកឡើងស្លុកជ្រៅកំពុងវាយកូដទាំងដៃញ័រទៅត្រឹកមេបុគ្គលិកផ្នែក marketing 2នាក់ទ្រាំមិនបានសំតែចាប់ជាតិបាត់ហើយពួកគាត់ថាធ្វើការនៅទីនេះពិបាកជាងធ្លាក់ផ្ទះលោហៈធាតុឆ្ងាយណាស់ព្រោះមេអាចធ្វើការថៃម៉ងរហូតវិជាស្រ័យតបវិញដោយមិនងាកមើលមុខគុំរអ៊ូយើងកំពុងកែប្រែប្រវត្តិសាស្ត្រអាជីវកម្មឋាននរកចាំជាតិក្រោយចាំទៅសម្រាប់ឲ្យបានស្រួលយប់នោះវិជាអង្គុយលើស្គូទ័រអគ្គិសនីក្រដាសរបស់គេសម្លឹងមើលកញ្ចក់វ៉ែនតាដែលបង្ហាញទិន្នន័យអ្នកប្រើប្រាស់ចាប់ដើមការឡើងវិញបន្ទឹកម្ដងក្រោយពីគេប្រើល្បិចចូលស៊ូពិនជំរុញការដុតគ្រឿងសំណែនពីមនុស្សលោកទោះជាយ៉ាងណាភាពហត់នឿយដ៏មហាសាលដែលមិនធ្លាប់មានពីមុនមកបានវាយលុកក្នុងចិត្តរបស់គេនឹកដល់ការនៅរស់នឹកដល់ពេលដែលគេគ្រាន់តែជាបុគ្គលិកក្រុមហ៊ុនធម្មតាដែលមិនបាច់មកខ្វល់រឿងដណ្ដើមទីផ្សារ Digital រវាងឋានទាំងពីរនិងរឿងប្រកួតប្រជែងតម្លៃបាបកម្មបែបនេះឡើយវិជាអង្គុយសញ្ជឹងគិតទាំងអស់សង្ឃឹមនិងអស់កម្លាំងលះហិតលះហើយដឹងចឹងការនៅរស់គំរៀន IT អីងាប់ហើយនៅតែហាត់រៀន coding ទៀតចាំមើលយប់នេះចូល shopping ម៉ាយសុំឲ្យគាត់ដុតកាហ្វេ brown មកឲ្យមើលកែវមកមួយដេកចង់ងាប់អូភ្លេចខ្លួនថាឯងងាប់ហើយតោះ